បាទជំរាបសួរបងនេះជាវីដេអូនៃការ check payment របស់យើងថាបងចង់ដឹងថាការជាបងលក់បានទូទាត់តាម case ប្រមាណតាម ABA ប្រមាណតាម case រៀល case ខ្មែរ ABA រៀល ABA ខ្មែរអញ្ចឹងណាបងបាទអញ្ចឹងបងក៏អាច check report មើលថាពួកគាត់គិតលុយឬក៏បងគិតលុយចូលតាមណាខ្លះអញ្ចឹងបងហើយបានចំនួនទឹកលុយប្រមាណអញ្ចឹងបងអាច check report នឹងបានទីមួយបងយកពាក្យថា report មកបាទ report ហើយបងយកពាក្យថា payment មកអញ្ចឹង payment ហើយវានឹងសម្រាយមកទៀតបងយកពាក្យថា incoming payment summary បងបាទអញ្ចឹងពេលដល់ incoming payment summary ហើយបងអាច select ឲ្យបាននេះ day from អញ្ចឹងមានន័យថាបងចង់មើលពីថ្ងៃណាផ្ដើមពីថ្ងៃណាមកអញ្ចឹងបងបាទអញ្ចឹងបងចុចកតិទិនមកអញ្ចឹងខ្ញុំចង់ចាប់ផ្ដើមពីថ្ងៃ1អញ្ចឹងខ្ញុំចុចថ្ងៃ1មកបងឃើញវាចូលចាប់ពីថ្ងៃ1បាទហើយ day 2នេះថ្ងៃបញ្ចប់របស់យើងអញ្ចឹងដល់ថ្ងៃណាអញ្ចឹងថ្ងៃ23អញ្ចឹងខ្ញុំចុចយកថ្ងៃ23មកអញ្ចឹងមានន័យថាខ្ញុំចង់ឲ្យវាយកចាប់ពីថ្ងៃ1រហូតដល់ថ្ងៃ23ឲ្យខ្ញុំអញ្ចឹងបងបាទចឹងនេះបងអាច select តាមម៉ោងចាប់ផ្ដើមនៃការលក់រហូតដល់ម៉ោងបិទបញ្ជីវិញបាទហើយបងអាច filter មើលតាម user ទៅតាម user cashier អ្នកលក់ឬក៏គ្រប់ user admin ឬក៏ user ផ្សេងៗអញ្ចឹងបងបាទនេះតាម brand អញ្ចឹងអានេះបងអាច check មើលតាម payment មួយបានអញ្ចឹងបើសិនជាបងដាក់ all payment មានន័យថាឲ្យវាយកគ្រប់ payment ទាំងអស់មកអញ្ចឹងបងមក show ឲ្យយើងដឹងអញ្ចឹងបង filter មកអញ្ចឹងបងនឹងឃើញវាសម្រាយនៅខាងក្រោមនេះបងនេះអញ្ចឹងបងឃើញ ABA ដុល្លារបានទូទាត់មកចំនួន$300អញ្ចឹងបងបាទហើយបើសិនជាគិតជាលុយខ្មែរវាបានប៉ុណ្ណឹងអញ្ចឹងបងបាទនេះទៅលើមានន័យថា ABA ដុល្លារបានប៉ុណ្នេះហើយនេះជា ABA លុយខ្មែរអញ្ចឹងបងបាទនេះទៅលើ AC ដុល្លារនេះបើគិតជាលុយដុល្លារមានន័យថាយើងទទួលបាន$114ហើយលុយខ្មែរយើងទទួលបាន40,000ជាងអញ្ចឹងណាបងបាទអានេះទៅលើ case ខ្មែរ case ដុល្លារអញ្ចឹងគឺវា show ឲ្យយើងដឹងថាយើងបានវាយបញ្ចូលទៅតាម payment មួយហ្នឹងចំនួនប្រមាណអញ្ចឹងមកអានេះជាទឹកលុយសរុបរបស់យើងមានន័យថាវា total ការទូទាត់របស់យើងទាំងអស់ហ្នឹងគឺមាន$600ហើយបើសិនជាលុយខ្មែរទទួលបានប៉ុណ្ណឹងអញ្ចឹងបងបាទអញ្ចឹងហ្នឹងគឺវា show ឲ្យយើងទាំងអស់ប៉ុណ្ណឹងបងអញ្ចឹងសម្រាប់ការ check report នៃការបញ្ចូលនៅ payment របស់យើងគឺមានតែប៉ុណ្ណឹង